និយាយថាទេចំពោះព័ត៌មានคล้ายៗលោកអ្នកនាងកំពុងស្ដាប់ការផ្សាយរបស់ស្ថានីយ៍វិទ្យុ FM 98.5 ខេត្តក្រចេះជាទីមេត្រីតំបន់ភូមិភាគឦសានខេត្តក្រចេះនឹងមានកំពង់ផែពហុបំណងដំបងបង្អស់នាពេលដ៏ឆាប់ខាងមុខកំពង់ផែពហុបំណងបង្អស់នៅខេត្តក្រចេះនៃតំបន់ភូមិភាគឦសានកម្ពុជានឹងលេចចេញរូបរាងក្នុងពេលឆាប់នេះនឹងជួយបង្កើនសមត្ថភាពដឹកជញ្ជូនតាមផ្លូវទឹកនិងការប្រើប្រាស់ប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹកឲ្យកាន់តែសកម្មខ្លាំងក្លាថែមទៀតដើម្បីឆ្លើយតបទៅនឹងវិសាលភាពនៃកំណើនសេដ្ឋកិច្ចនិងពាណិជ្ជកម្មរបស់កម្ពុជាព្រមទាំងជួយកាត់បន្ថយថ្លៃដើមផលិតកម្មឲ្យបានកាន់តែល្អប្រសើរកំពង់ផែពហុបំណងដំបងបង្អស់នៅតំបន់ភូមិភាគឦសាននេះក្រុងសាងសង់នៅលើផ្ទៃដី6ហិកតាដែលស្ថិតក្នុងស្រុកព្រៃក្រសមខេត្តក្រចេះដោយរួមបញ្ចូលទាំងគម្រោងសាងសង់ពង្រីកផ្លូវលំក្រាលគ្រូក្រហមឲ្យក្លាយទៅជាផ្លូវក្រាលកៅស៊ូ DBST ចំនួន1ខ្សែប្រវែង94គីឡូម៉ែត្រកំពង់ផែពហុបំណងត្រូវបានវិនិយោគដោយក្រុមហ៊ុន KP Cement Industry Eco នាថ្ងៃទី16ខែកញ្ញាឆ្នាំ2025ឯកឧត្តមសំវីរៈអនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងជាប្រធានលេខាធិការដ្ឋានក្រុមការងារជំរុញវិនិយោគក្នុងភូមិភាគឦសានកវឥសាននិងឯកឧត្តមពេជ្រសម្បត្តិអនុរដ្ឋលេខាធិការនិងជាអនុប្រធានលេខាធិការដ្ឋានកវឥសានបានដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សានិងពិនិត្យទីតាំងគម្រោងសាងសង់កំពង់ផែពហុបំណងនេះផងដែរការចុះពិនិត្យដល់ទីតាំងគម្រោងនេះមានការចូលរួមពីតំណាងក្រសួងសាធារណការនិងដឹកជញ្ជូនអមដោយអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹកផ្លូវសមុទ្រនិងកំពង់ផែក្រសួងអភិវឌ្ឍជនបទអគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍនៃក្រសួងសេដ្ឋកិច្ចព្រមទាំងលេខាធិការដ្ឋានក្រុមការងារជំរុញវិនិយោគក្នុងភូមិភាគឦសានលេខាធិការដ្ឋានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុតំណាងរដ្ឋបាលខេត្តក្រចេះនិងមន្ទីរជំនាញពាក់ព័ន្ធការចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធគន្លឹះតាមរយៈការចូលរួមពីវិស័យឯកជនបានគូបញ្ជាក់អំពីចំណាប់អារម្មណ៍និងទំនុកចិត្តរបស់វិស័យឯកជនទៅលើបរិយាកាសវិនិយោគរបស់ព្រះរាជាណាចក្រកម្ពុជាជាពិសេសសក្តានុពលដ៏រឹងមាំរបស់តំបន់ភូមិភាគឦសានគម្រោងសាងសង់កំពង់ផែពហុបំណងនេះនឹងជួយបង្កើនសមត្ថភាពដឹកជញ្ជូនតាមផ្លូវទឹកនិងការប្រើប្រាស់ប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹកឲ្យកាន់តែសកម្មខ្លាំងក្លាថែមទៀតដើម្បីឆ្លើយតបទៅនឹងវិសាលភាពនៃកំណើនសេដ្ឋកិច្ចនិងពាណិជ្ជកម្មរបស់កម្ពុជាព្រមទាំងជួយកាត់បន្ថយថ្លៃដើមផលិតកម្មឲ្យបានកាន់តែល្អប្រសើរកំពង់ផែនេះនឹងប្រែក្លាយភូមិសាស្ត្រខេត្តក្រចេះទៅជាមជ្ឈមណ្ឌលឡូជីស្ទីកនៃតំបន់ភូមិភាគឥសានសម្ដៅគាំទ្រដល់ការដឹកជញ្ជូនផលិតផលនិងកសិផលនានាពីភូមិភាគឥសានទៅកាន់តំបន់ផ្សេងៗនៃព្រះរាជាណាចក្រកម្ពុជាក៏ដូចជាការគាំទ្រប្រព័ន្ធដឹកជញ្ជូនតភ្ជាប់ជាមួយនឹងប្រជាជនវណ្ណតេជោនៅពេលអនាគតផងដែរសូមជម្រាបជូនថាក្រុមហ៊ុន KP Cement Industry Eco ជាក្រុមហ៊ុនបដិសម្ព័ន្ធរបស់ក្រុមហ៊ុន China Energy Engineering Group Co Ltd CEEC ដែលមានទីស្នាក់ការនៅរដ្ឋធានីប៉េកាំងប្រទេសចិនក្រុមហ៊ុននេះមានសាខាចំនួន256កន្លែងក្នុងប្រទេសចំនួន140និងមានជំនាញវិនិយោគលើឧស្សាហកម្មថាមពលនិងហេដ្ឋារចនាសម្ព័ន្ធទូទាំងពិភពលោកដែលមានទ្រព្យសម្បត្តិចុះបញ្ជីក្នុងឆ្នាំ2024ប្រមាណ$1000 លានអាមេរិកមានបុគ្គលិកបម្រើការចំនួន140,000នាក់និងបានជាប់ក្នុងបញ្ជី Fortune Global 500ចំនួន10ឆ្នាំជាប់គ្នាក្រុមហ៊ុនបានគូបញ្ជាក់អំពីបំណងក្នុងការទទួលបានការលើកទឹកចិត្តនិងការសម្របសម្រួលនីតិវិធីផ្សេងៗក្រោមកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំង4នៅភូមិភាគឦសាននៃព្រះរាជាណាចក្រកម្ពុជា2025-2028តាមរយៈក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសានគួរបញ្ជាក់ថាកម្មវិធីនេះត្រូវបានប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចធិបតីនាយករដ្ឋមន្ត្រីកាលពីថ្ងៃទី9ខែមេសាឆ្នាំ2025ក្នុងគោលបំណងជំរុញការវិនិយោគលើវិស័យឯកភាពដូចជាវិស័យកសិកម្មកសិឧស្សាហកម្មនិងវិស័យទេសចរណ៍តាមរយៈការលើកទឹកចិត្តពិសេសដែលមានវិសាលភាពនៅខេត្តភូមិភាគឦសានចំនួន4គឺខេត្តក្រចេះខេត្តស្ទឹងត្រែងខេត្តរតនគិរីនិងខេត្តមណ្ឌលគិរីតាមរយៈនេះរាជរដ្ឋាភិបាលបានបង្កើតក្រុមការងារជំរុញវិនិយោគក្នុងភូមិភាគឦសានកវឥសានជាយន្តការច្រកចេញចូលតែមួយដើម្បីពិនិត្យនិងអនុម័តលើកទឹកចិត្តពិសេសជូនគម្រោងវិនិយោគផ្ដល់លិខិតអនុញ្ញាតឬអាជ្ញាប័ណ្ណនានាជាកញ្ចប់ស្របតាមអភិក្រមជាក់វភាពនៃប្រព័ន្ធទូអង្គតែមួយ
តាមរយៈការចូលរួមសម្រេចចិត្តរួមគ្នាប្រកបដោយប្រសិទ្ធភាពនិងតម្លាភាពតំបន់ភូមិភាគឦសានខេត្តក្រចេះនឹងមានកំពង់ផែពហុបំណងដំបងបង្អស់នាពេលដ៏ឆាប់ខាងមុខវិធានការដ៏មានប្រសិទ្ធភាពបន្សាបព័ត៌មានคล้ายៗគឺផ្សព្វផ្សាយព័ត៌មានពិតឲ្យបានលឿនកុំទុកឱកាសឲ្យព័ត៌មានคล้ายៗដឹកមុខ